ខ្លាឃ្មុំនិងមាណពម្នាក់ខ្លាឃ្មុំស្រឡាញ់មាណពម្នាក់នោះណាស់សូម្បីតែគេងក៏ខ្លាឃ្មុំគេងជាមួយដែរទៅណាក៏ខ្លាឃ្មុំតាមទៅជាមួយដែរក៏ប៉ុន្តែនៅពេលថ្ងៃមួយម្ចាស់ដែលជាមាណពបានគេងនៅក្រោមដើមឈើមួយហើយមានសត្វរុយមួយក្បាលមកទុំនៅច្រមុះរបស់មាណពខ្លាឃ្មុំព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលកើតអំពីសត្វរុយក៏យកដុំថ្មមួយដុំគប់សត្វរុយដែលទុំនៅលើច្រមុះរបស់មាណពម្នាក់នោះនៅពេលដែលខ្លាឃ្មុំគប់សត្វរុយចេតនាខ្លាឃ្មុំគឺចង់គប់សត្វរុយទេតែដោយសាររុយនោះនៅនឹងជិតទុំនឹងច្រមុះរបស់មាណពនោះធ្វើឲ្យមាណពនោះទទួលនៅគ្រោះថ្នាក់ដែលត្រូវមួយដុំថ្មរបស់ខ្លាឃ្មុំដូច្នេះហើយបើយើងប្រៀបធៀបមកថាយើងស្រឡាញ់នរណាម្នាក់ឬក៏ស្រឡាញ់មនុស្សជាទីស្រឡាញ់របស់យើងនៅពេលដែលយើងមានបំណងចង់ជួយគាត់ចង់ផ្ដល់មតិយោបល់ឲ្យគាត់នៅពេលដែលយើងខ្វះបញ្ញាគឺយើងមិនអាចផ្ដល់មតិឲ្យបានល្អបានទេខ្វះនៅពុទ្ធិគឺចំណេះដឹងក៏អត់អាចផ្ដល់ជាមតិយោបល់ឲ្យគាត់បានល្អទេអាចនឹងថាយោបល់របស់យើងឬក៏មតិរបស់យើងมันបានឲ្យគាត់ប្រសើរឡើងបែរទៅជាធ្វើឲ្យគាត់គ្រោះថ្នាក់ទៅវិញ